ទាំងអបអរឆ្នាំថ្មីនឹងមិនភ្លេចដល់កងទ័ពនិងជនភៀសសឹកនេះដែលខ្ញុំបានឲ្យគោលការណ៍បាទថាយើងរៀបទី1រៀបឲ្យសពរូបផ្ដោតទៅលើប្រពៃណីវប្បធម៌របស់យើងផ្ដោតទៅលើសាមគ្គីជាតិភាពរឹងមាំរបស់កម្ពុជាជាពិសេសក្នុងដំណាក់កាលលំបាកបំផុតត្រូវបង្ហាញនៅភាពសាមគ្គីភាពនិងភាពរឹងមាំរបស់ជាតិមួយទោះបីជាយើងធ្វើនគរសង្ក្រាន្តឬអង្គរសង្ក្រាន្តអបអរសាទរនៅតាមរាជធានីខេត្តក៏រាជរដ្ឋាភិបាលមិនបានចោលកាតព្វកិច្ចក្នុងការគិតគូរទៅដល់ទឹកដីនិងប្រជាជនជាពិសេសកងទ័ពជួរមុខនិងជនភៀសសឹកនោះទេផ្ទុយទៅវិញការឲ្យប្រជាពលរដ្ឋរៀបចំនៅនគរសង្ក្រាន្តនេះគឺជាការចូលរួមបង្កលក្ខណៈឲ្យប្រជាជាតិយើងទាំងមូលនៅក្នុងការប្រមូលផ្ដុំកម្លាំងសាមគ្គីឯកភាពដើម្បីបង្ហាញនៅភាពធន់របស់កម្ពុជារបស់យើងទោះបីជាមានការលំបាកប្រឈមក៏ដោយតែយើងនៅតែប្រក្រតីកម្មនឹងដើរទៅមុខហើយសាមគ្គីគ្នា